ជំងឺហឺតនេះគឺអាចកើតឡើងមានគ្រប់មនុស្សទាំងអស់មិនថាតែជាបុរសជាស្ត្រីទាំងចាស់ឬក៏ទាំងក្មេងហឺតគឺជាជំងឺរលាកទងសួនរ៉ាំរ៉ៃវាគឺជាបញ្ហាសកលយើងឃើញថាអ្នកជំងឺប្រមាណជា300លានអ្នកទូទាំងពិភពលោកកំពុងតែមានជំងឺហឺតហើយក្នុងនោះដែរជំងឺហឺតនេះក៏ជាកត្តាដ៏ចម្បងដែលអាចសម្លាប់ប្រជាជនទូទាំងពិភពលោកនោះរហូតទៅដល់1000អ្នកក្នុងមួយថ្ងៃជំងឺហឺតនេះផងដែរគឺវាមានលទ្ធភាពនៅក្នុងការបង្កឲ្យមានទាំងវ័យចាស់វ័យក្មេងទាំងបុរសនិងទាំងស្ត្រីមូលហេតុដែលបង្កឲ្យមានជំងឺហឺតគឺមានច្រើនប្រភេទមែនទែនដែលក្នុងនោះយើងឃើញថាអាចបង្កឡើងដោយមាន gen ពីឪពុកម្ដាយមានន័យថាឪពុកម្ដាយដែលគាត់មានជំងឺហឺតគាត់មានលទ្ធភាពនៅក្នុងការផ្ដល់នៅជំងឺហឺតនេះជូនទៅដល់កូនគាត់ទី2អាចបង្កឡើងដោយសារតែ allergy ជាប្រភេទមនុស្សដែលគាត់មានបញ្ហា allergy ផ្សេងៗអញ្ចឹងគាត់មានលទ្ធភាពនៅក្នុងការបង្កឲ្យទៅជាជំងឺហឺតផងដែរសារធាតុដែលអាចបង្កឲ្យមានជាការប៉ះពាល់ទៅលើតងសួតគាត់ជាប្រចាំនោះគឺរួមមានទាំងជាប្រភេទសត្វល្អិតតូចនៅក្នុងផ្ទះរបស់គាត់ពពួកផ្សិតតូចដែលអណ្ដែតនៅលើបរិយាកាសឬក៏ជាពពួកដែលចេញមកពីសត្វកន្លាតឬក៏ពពួករោមនៃពពួកកណ្ដុរឬក៏សត្វចិញ្ចឹមផ្សេងៗនោះសារធាតុទាំងអស់ឬក៏ធាតុទាំងអស់នោះវាមានលទ្ធភាពក្នុងការអណ្ដែតនៅក្នុងបរិយាកាសនៅក្នុងផ្ទះរបស់គាត់ហើយគាត់មានលទ្ធភាពក្នុងការស្រូបយកសារធាតុទាំងអស់នោះជាប្រចាំមានលទ្ធភាពក្នុងការបង្កឲ្យគាត់ទៅជាជំងឺហឺតនៅថ្ងៃណាមួយលើសពីនេះទៅទៀតក៏មានជាការស្រូបយកនៅសារធាតុផ្សេងដែលអណ្ដែតនៅបរិយាកាសខាងក្រៅមិនថាតែជាផ្សែងឡានផ្សែងពុលផ្សេងឬក៏នៅក្នុងការងាររបស់ប្រជាជនយើងមួយចំនួនដែលគាត់ស្រូបយកនៅសារធាតុពុលមួយចំនួនឬក៏សារធាតុនៃការរលាកផ្សេងនោះជាប្រចាំយូរខែឆ្នាំក៏ជាភ្នាក់ងារមួយបង្កឲ្យមានជាជំងឺហឺតផងដែរចា៎ក៏មាននៅបញ្ហាជាច្រើនទៀតដែលអាចមានលទ្ធភាពបង្កឲ្យទៅជាជំងឺហឺតនោះដូចជាការរលាកទៅលើតងសួតប្រចាំដែលបង្កឡើងដោយពពួកវីរុសដែលយើងចាត់ទុកជាចម្បងគឺពពួកវីរុសនេះមានលទ្ធភាពដែលអាចបង្កឲ្យទៅជាជំងឺហឺតនៅថ្ងៃអនាគតផងដែរប្រសិនបើមនុស្សជាពិសេសគឺកុមារគាត់ឆ្លងនៅពពួកផ្ដាសាយឬក៏វីរុសទាំងអស់ហ្នឹងញឹកញាប់ក្នុងមួយឆ្នាំដូច្នេះដើម្បីកាត់បន្ថយនៅរាល់បញ្ហាទាំងអស់ដោយដែលនាងខ្ញុំបានរៀបរាប់ខាងលើការអញ្ជើញមកទទួលការប្រឹក្សាដើម្បីស្វែងរកនៅរោគវិនិច្ឆ័យជំងឺហឺតឲ្យទាន់ពេលវេលាព្រមទាំងការទទួលបាននៅការព្យាបាលដែលត្រឹមត្រូវទាន់ពេលវេលាជាមួយនឹងវិជ្ជបណ្ឌិតជំនាញលោកអ្នកអាចការពារសុខភាពរបស់លោកអ្នកពីជំងឺហឺតជាពិសេសទាំងកុមារនិងមនុស្សចាស់ឲ្យឆ្លងផុតពីបញ្ហានៃផលរំខាននានាដែលបង្កឡើងដោយជំងឺហឺតជាចុងក្រោយដើម្បីចូលរួមនៅក្នុងការកាត់បន្ថយនៃជំងឺហឺតសូមរក្សាអនាម័យផ្លូវដង្ហើមឲ្យបានល្អបរិយាកាសក្នុងផ្ទះស្អាតបរិសុទ្ធនិងសូមចូលរួមក្នុងការពាក់ម៉ាស់នៅទីតាំងឬក៏កន្លែងដែលមានបរិយាកាសអាប់អួរឬក៏ពុលជាដើមលើសពីនេះទៅទៀតប្រសិនបើលោកអ្នកមានសញ្ញាផ្លូវដង្ហើមផ្សេងឬក៏សង្ស័យថាខ្លួនអាចនឹងមានបញ្ហាជំងឺហឺតសូមមកពិភាក្សាជាមួយនឹងគ្រូពេទ្យឯកទេសឲ្យទាន់ពេលវេលាដើម្បីទទួលបាននៅការព្យាបាលដ៏ត្រឹមត្រូវនិងទាន់ពេលវេលាផងដែររីករាយទិវានៃជំងឺហឺតពិភពលោក